ក្នុងនាមជាគ្រិស្តបរិស័ទយើងតែងតែនិយាយយ៉ាងច្រើនអំពីព្រះអង្គដំណាលអំពីព្រះតើលោកអ្នកបងប្អូនដឹងទេថាតើព្រះរបស់យើងមានលក្ខណៈដូចម្ដេចវីដេអូដែលយើងនឹងធ្វើជាបន្តបន្ទាប់គឺយើងនឹងធ្វើជាឈុតដើម្បីស្វែងយល់អំពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿតជានជាគ្រូគង្វាលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីនឹងជួយគ្រិស្តបរិស័ទខ្មែរស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះអង្គនិងអ្វីដែលគ្រិស្តបរិស័ទធ្វើហើយអស់លោកអ្នកបងប្អូននៅថ្ងៃនេះយើងនឹងមើលអំពីវីដេអូទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ព្រះអង្គនៅក្នុងលក្ខណៈសម្បត្តិរបស់ព្រះអង្គមានជាច្រើនប៉ុន្តែយើងយកមួយដើម្បីនឹងមកធ្វើវីដេអូនៅថ្ងៃនេះហើយមានផ្សេងទៀតយើងនឹងធ្វើវីដេអូជាឈុតតែម្ដងអរគុណបងប្អូនលក្ខណៈសម្បត្តិរបស់ផងព្រះនៃយើងដែលយើងកំពុងជឿនោះគឺព្រះអង្គទ្រង់មានជីវិតអស់កលទ្រង់នៅជាអស់កលជានិច្ចភាពអស់កលជានិច្ចយើងបានសម្គាល់មើលអំពីអត្ថន័យនិងនិយមន័យថាការដែលនិយាយអំពីអស់កលគឺគ្មានអ្នកណាដែលបង្កើតទ្រង់នោះទេហើយទ្រង់មានរួចទៅហើយការដែលទ្រង់មានជីវិតនោះទៀតសោតក៏ទ្រង់មិនដែលសគត់ឡើយទ្រង់មិនដែលអស់ជីវិតនោះឡើយនេះបើសិនជាយើងផ្អែកទៅលើនិយមន័យនៃភាពអស់កលឬក៏អត្ថន័យប៉ុន្តែបើសិនជាយើងមើលអំពីអ្វីដែលមាននៅក្នុងព្រះគម្ពីរគឺព្រះគម្ពីរបានបកស្រាយមួយទៀតបង្ហាញបន្ថែមទៀតទៅលើនិយមន័យដែលយើងបានកាត់ស្រាយនោះគឺក្នុងគម្ពីរទំនុកដំកើងចំពុក90ខ2ទ្រង់មានបន្ទូលយ៉ាងដូចនេះថាពីមុនដែលអស់ទាំងភ្នំបានកើតឡើងក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដីនិងមនុស្សលោកនៅឡើយចាប់តាំងពីអស់កាលរៀងទៅអស់កាលជានិច្ចនោះគឺទ្រង់ហើយជាព្រះអស់លោកអ្នកបងប្អូនខគម្ពីរនេះបានប្រាប់ថានៅពេលដែលមិនទាន់មានភ្នំមិនទាន់មានមនុស្សដែលទ្រង់បានបង្កើតនៅឡើយគឺមានទ្រង់ហើយបើសិនជាយើងនិយាយពាក្យនេះគឺមានន័យថាផ្ចង់ទៅលើអតីតកាលគឺមិនមានអ្នកណានៅយូរឬក៏កើតមុនព្រះនោះទេគឺទ្រង់ហើយដែលបានមានមុនគេបង្អស់ហើយបើសិនជាយើងនិយាយអំពីអនាគតកាលទ្រង់ជាព្រះដែលមាននៅរហូតទ្រង់មិនដែលអស់អាណត្តិមិនដែលសុគតមិនដែលអស់ជីវិតនោះឡើយនេះឯងជាលក្ខណៈមួយទៀតដែលព្រះគម្ពីរបានបង្ហាញយើងអំពីភាពអស់កលជានិច្ចរបស់ផងព្រះអង្គអរអ្នកបងប្អូនយើងឃើញអំពីការដែលទ្រង់បានមានលក្ខណៈទៀតនោះគឺថាទ្រង់គ្មានដែនកំណត់នោះទេបើសិនជាយើងនិយាយអំពីដែនកំណត់យើងនិយាយអំពីអ្វីដែលមានកម្រិតប៉ុន្តែតាកតងនឹងអ្វីដែលមានកម្រិតគឺយើងឃើញថាទ្រង់គ្មានលក្ខណៈបែបមានកម្រិតនោះទេគឺទ្រង់គ្មានកម្រិតបែបណាបើសិនជាយើងលើកឧទាហរណ៍អំពីការដែលទ្រង់គ្មានកម្រិតតាកតងនឹងប្រាជ្ញាបើសិនជាយើងរៀនគឺយើងត្រូវឆ្លងកាត់ប្រមាណថ្នាក់រហូតដល់ថ្នាក់ណាប៉ុន្តែប្រាជ្ញានោះនៅតែមានកម្រិតនៅឡើយប៉ុន្តែចំពោះប្រាជ្ញារបស់ផងព្រះអង្គគឺទ្រង់គ្មានកម្រិតនោះទេចំពោះសេចក្តីស្រឡាញ់គឺទ្រង់ក៏គ្មានកម្រិតនោះដែរទ្រង់គឺជាតួអង្គដែលគ្មានកម្រិតនេះគឺជាលក្ខណៈសម្បត្តិមួយទៀតរបស់ផងព្រះអង្គអរលោកអ្នកបងប្អូនព្រះទ្រង់មានលក្ខណៈសម្បត្តិមួយទៀតគឺថាទ្រង់បានមានដោយអង្គឯងវត្តមានរបស់ផងព្រះអង្គគឺបានឆ្លុះបញ្ចាំងថាគ្មានអ្នកណាបង្កើតព្រះអង្គទ្រង់ជាព្រះដែលគ្មានឪពុកម្ដាយដែលបង្កើតទ្រង់មកនោះទេអ្វីដែលទ្រង់មានគឺទ្រង់បានពឹងផ្អែកទៅលើអង្គទ្រង់ផ្ទាល់តែម្ដងមិនមែនពឹងផ្អែកទៅលើអ្នកណានោះទេដូច្នេះនេះជាលក្ខណៈដែលទ្រង់បានមាននៅសប្តាហ៍ថ្ងៃទ្រង់បានមានដោយអង្គឯងហើយចំពោះព្រះបន្ទូលរបស់ផងព្រះអង្គដែលទ្រង់បានបង្ហាញពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គដើម្បីបញ្ជាក់ពីភាពអង្គឯងរបស់ផងព្រះអង្គនោះគឺនៅក្នុងព្រះគម្ពីរកូឡូសចំពុក1ខ16និងខ17បានមានបន្ទូលយ៉ាងដូចនេះថាត្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ទាំងរបស់ដែលនៅស្ថានសួគ៌និងនៅផែនដីនិងរបស់ដែលមើលឃើញហើយដែលមើលមិនឃើញផងដែរទោះបើជារាជឬអំណាចជាព្រះអម្ចាស់ឬក៏អំណាចគ្រប់គ្រងឬអំណាចណាក៏ដោយនោះសុទ្ធតែកើតមកដោយសារទ្រង់ហើយសម្រាប់ទ្រង់ទាំងអស់ផងទ្រង់គង់នៅមុនទាំងអស់ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរដោយសារទ្រង់
អស់លោកអ្នកបងប្អូនអ្វីដែលយើងទើបតែអាននេះគឺបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គហើយគឺថាទ្រង់បានបង្កើតរបស់ទាំងអស់ដែលនៅស្ថានសួគ៌និងនៅផែនដីបើសិនជាយើងលើកអំពីស្ថានសួគ៌តើទ្រង់បានបង្កើតអ្វីឧទាហរណ៍ថាទេវតាជាដើមតែទ្រង់បានបង្កើតពួកគេមកនិងរបស់របរផ្សេងដែលនៅស្ថានសួគ៌ហើយយើងឃើញថាអ្វីដែលព្រះអង្គបានបង្កើតផែនដីនៅលើផែនដីនេះឧទាហរណ៍ដូចជាភ្នំសមុទ្រជាដើមហើយនឹងរបស់សពសារពើផងដែរទាំងមើលឃើញនិងមើលមិនឃើញដូច្នេះយើងឃើញថារបស់សពសារពើបានកើតមកដោយសារទ្រង់អញ្ចឹងហើយបានជាគ្មានអ្វីដែលបង្កើតទ្រង់នោះទេបើទ្រង់បង្កើតរបស់ទាំងអស់សពសារពើនោះហើយនោះដូច្នេះការអ្វីដែលទ្រង់បានបង្កើតមកនោះធ្វើឲ្យយើងស្ញប់ស្ញែងអំពីស្នាប្រហោះរបស់ផងព្រះអង្គដែលមើលទៅគ្មានអ្នកណាឲ្យដូចព្រះអង្គបាននោះឡើយដូច្នេះបានជាយើងអាចមានភាពកក់ក្ដៅក្នុងការគ្រប់គ្រងរបស់ផងព្រះអង្គហើយនៅក្នុងអំណាចរបស់ផងព្រះអង្គក្នុងនាមជារាជរបស់ផងព្រះអង្គអរគុណបងប្អូនយើងពិតជាមានអំណរដែលបានចែកចាយអំពីវីដេអូទាក់ទងនឹងពីលក្ខណៈសម្បត្តិរបស់ផងព្រះជាព្រះម្ចាស់នៃយើងហើយនៅពេលដែលយើងធ្វើវីដេអូនេះរួចយើងនឹងមានវីដេអូចំនួន15ដែលជាឈុតដើម្បីនឹងស្វែងយល់អំពីលក្ខណៈសម្បត្តិរបស់ផងព្រះអង្គបើសិនជាលោកអ្នកបងប្អូនចង់ដឹងបន្ថែមអាចសួរមកយើងនៅក្នុង comment ខាងក្រោមផងដែរដើម្បីឲ្យយើងបានធ្វើវីដេអូឆ្លើយតបនៅថ្ងៃអនាគតអមជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើនេះសូមព្រះដ៏ជាព្រះបានប្រទានពរលោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា